លោកអានុធីនឆានវីរៈគូនកើតនៅក្នុងគ្រួសារមហាសេដ្ឋីមួយដែលធ្វើជំនួញទៅលើសំណង់សំខាន់ៗនៅប្រទេសថៃគ្រួសាររបស់លោកកើតទ្រព្យសម្បត្តិជាមួយនឹងគម្រោងសាងសង់ដែលក្រុមហ៊ុនបានដេញថ្លៃជាច្រើនពីរដ្ឋាភិបាលថៃនៅប្រមាណទសវត្សរ៍មកនេះជាក់ស្ដែងក្រុមហ៊ុន Sino Thai Engineering របស់គ្រួសារលោកអានុធីនបានទទួលគម្រោងសាងសង់អាកាសយានដ្ឋានថៃហើយនិងអគារវិមានរដ្ឋសភាអាជីពនយោបាយរបស់លោកអានុធីនឆានវីរៈគូនមានប្រតិកាឡាគ្នាជាមួយនឹងគណៈបកនយោបាយរបស់លោកថាក់ស៊ីនដែលមានសិង្ហនៅគ្រប់ទីកន្លែងនៅក្នុងប្រទេសថៃនៅចុងទសវត្សរ៍ឆ្នាំ1990នៅក្នុងអាយុជាង30ឆ្នាំលោកអានុធីនដែលទើបតែបញ្ចប់ការសិក្សាផ្នែកវិស្វកម្មឧស្សាហកម្មនៅទីក្រុងញូវយ៉កបានប្រឡូកចូលជីវិតនយោបាយជាមួយនឹងគណៈបករបស់លោកថាក់ស៊ីនដែលកាលនោះមានឈ្មោះថាថៃរៈថៃក៏ប៉ុន្តែនៅពេលដែលគណៈបកថៃរៈថៃត្រូវរំលាយនៅឆ្នាំ2007នៅក្នុងបទចោទប្រកាន់បន្លំបោកប្រាស់លោកអានុធីនក៏ត្រូវជាប់នៅក្នុងសំណាញ់ច្បាប់ហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល5ឆ្នាំគ្មានអ្វីធ្វើសោះនៅពេលនោះលោកអានុធីនដែលស្រឡាញ់ងប់ងល់ទៅនឹងការបើកយន្តហោះបានរៀនបើកបររហូតក្លាយទៅជាអ្នកបើកបរយន្តហោះហើយនឹងទិញកូនយន្តហោះជិតមួយដើម្បីស៊ីឈ្នួលដឹកគ្រឿងសរីរាង្គដែលមន្ទីរពេទ្យត្រូវការបន្ទាន់នៅប្លុកវះកាត់បន្ទាប់ពីមានសេរីភាពធ្វើនយោបាយឡើងវិញនៅឆ្នាំ2012លោកអានុធីនបានប្រឡូកសាជាថ្មីចូលក្នុងនយោបាយនៅក្នុងនាមជាប្រធានបកភូមិใจថៃបន្តពីឪពុករបស់លោកគឺលោកឆាវរ័ត្នឆានវីរៈគូនឪពុករបស់លោកអានុធីននេះធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីស្ដីទីនៅពេលដែលថៃជួបវិបត្តិនយោបាយនៅឆ្នាំ2018ហើយនឹងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃរយៈពេល3ឆ្នាំនៅក្រោមការដឹកនាំរបស់លោកអានុធីនឆានវីរៈគូនបកភូមិใจថៃបានតាំងខ្លួនជាគណៈបកកណ្ដាលនិយមហើយបានហុចដៃទៅគណៈបករបស់លោកថាក់ស៊ីនដែលត្រូវការសម្លេងរបស់បកតូចតាចដើម្បីបង្កើតរដ្ឋាភិបាលចម្រុះលោកអានុធីនឆានវីរៈគូនប្រកបអាជីពនយោបាយគឺដូចជាសត្វកាមេលេអុងសត្វបង្គួយម្យ៉ាងដែលចេះដូរពណ៌សម្របខ្លួនទៅតាមស្ថានភាពជាក់ស្ដែងនៅ20ឆ្នាំមកនេះលោកអានុធីនឆានវីរៈគូនឲ្យតែមានឱកាសគឺយល់ព្រមចាប់ដៃជាមួយនឹងគណៈបកដទៃដើម្បីបង្កើតរដ្ឋាភិបាលចម្រុះដើម្បីយ៉ាងហោចណាស់បានតំណែងមួយក្រសួងមួយមកគ្រប់គ្រងជាក់ស្ដែងពីឆ្នាំ2019ដល់ឆ្នាំ2025លោកធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅក្នុងរដ្ឋាភិបាលយោធារបស់លោកប្រយុទ្ធច័ន្ទអូចាហើយបន្តមកទៀតគឺជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងឧបនាយករដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាលរបស់បកភឿថៃរបស់លោកថាក់ស៊ីនឈ្មោះរបស់លោកអានុធីនចាប់ផ្ដើមល្បីមានគេស្គាល់ច្រើននៅពេលដែលលោកបានប្រកាសសន្យាបើកយុទ្ធនាការជំរុញឲ្យមានច្បាប់អនុញ្ញាតការប្រើប្រាស់កញ្ឆានៅចំណុចនោះលោកនៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅក្នុងអាណត្តិដឹកនាំរបស់លោកប្រយុទ្ធច័ន្ទអូចាជាមនុស្សឱកាសនិយមលោកអានុធីនមានសំណាងបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថៃនៅក្នុងកលៈទេសៈមួយដែលរដ្ឋាភិបាលចម្រុះដឹកនាំដោយបកភឿថៃបានដួលរលំក៏ព្រោះតែរឿងអាស្រូវឪពុកកូនថាក់ស៊ីនគណៈបកប្រជាជនបានគាំទ្រឲ្យលោកអានុធីនធ្វើជានាយករដ្ឋមន្ត្រីមួយរយៈពេលខ្លីជាមួយនឹងលក្ខខណ្ឌរៀបចំការបោះឆ្នោតមុនកាលកំណត់ជានាយករដ្ឋមន្ត្រីថៃបានតែប្រមាណខែពិតមែនក៏ប៉ុន្តែលោកអានុធីននេះគឺបានឆ្លៀតយកឱកាសនេះទៅពង្រឹងឥទ្ធិពលរុញកូនប្រជាប្រិយភាពឲ្យដល់កម្រិតកំពូលនៅក្នុងចំណោមមហាជនថៃហើយនឹងក្រុមអភិរក្សនិយមពីអានុធីនដែលគេមិនសូវស្គាល់មកជានាយករដ្ឋមន្ត្រីដែលបានប្រកាសការពារបរិយាវាំងការពារបរិយាបល្ល័ង្កការពារទឹកដីនៅក្នុងកលៈទេសៈដែលថៃកំពុងតែមានចំនួនព្រំដែនជាមួយកម្ពុជាជាក់ស្ដែងគ្រាន់តែចូលកាន់តំណែងជានាយករដ្ឋមន្ត្រីបានបន្តិចលោកអានុធីនបានបើកភ្លាមខៀវឲ្យកងទ័ពថៃធ្វើអ្វីដែលកងទ័ពគិតថាស័ក្តិសមដើម្បីប្រយោជន៍ព្រំដែនដោយមិនចាំបាច់សួរពិគ្រោះយោបល់ជាមុនជាមួយរដ្ឋាភិបាលបានដោយអាជ្ញាសិទ្ធិពីលោកអានុធីនជានាយករដ្ឋមន្ត្រីកងទ័ពថៃបានបើកការវាយប្រហារជាលើកទី2នៅក្នុងទ្រង់ទ្រាយធំទៅលើប្រទេសកម្ពុជាហើយនឹងចូលកាន់កាប់ទឹកដីនៅក្នុងតំបន់មានចំនួនជាមួយកម្ពុជាឆ្លៀតដែលថៃនៅជាប់តានតឹងជាមួយកម្ពុជាហើយបាត់ឈប់បាញ់នៅថៃផុយស្រួយលោកអានុធីនបានយកបញ្ហាសន្តិសុខហើយនិងស្ថិរភាពនយោបាយនេះទៅបញ្ចុះបញ្ចូលអ្នកជាតិនិយមថៃលោកធ្លាប់និយាយបែបយកគួរថាគ្មានអ្នកណាម្នាក់ចង់ប្រយុទ្ធចង់កើតមានចំនួននោះទេក៏ប៉ុន្តែប្រជាជនថៃគឺត្រូវតែការពារដែនអធិបតេយ្យភាពហើយនិងបូរណភាពទឹកដីរបស់ខ្លួនដើម្បីចង់បានសន្លឹកឆ្នោតបន្តអំណាចដឹកនាំថៃលោកអានុធីនដែលជាកូនប្រុសនៅក្នុងគ្រួសារមហាសេដ្ឋីមិនខ្លាចនឹងដាក់ខ្លួនជាមនុស្សសាមញ្ញដើម្បីទាក់ទាញមហាជនថៃនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតគេឃើញលោកចូលទៅតុគុយទាវលក់តាមផ្លូវភ្លក់ម្ហូបដែលស្និទ្ធស្នាលបំផុតនៅក្នុងវីដេអូបង្ហោះនៅលើទំព័របណ្ដាញសង្គមវិញគេឃើញលោកអានុធីនស្លៀកខោខ្លីឈរធ្វើម្ហូបឬក៏លេងព្យ៉ាណូសាក់សូហ្វូនដែលនេះគឺសុទ្ធសឹងតែជាទម្លាប់ចំណង់ចំណូលចិត្តរបស់ប្រជាជនថៃជាទូទៅ